Ba vậy bị bài để nơi so rồi cái dân tay ta hai tha bài cọ đầm bay ao vì chanh lần vĩnh sầmรับnhững trong khmiในក្រៅពីយកទៅឆាទេចុះសម្រាប់បងប្អូនអ្នកទេសនាដើម្បីធ្វើឲ្យបាយកកនឹងคล้ายទៅជារបស់ឆ្ងាញ់ឡើងវិញបងប្អូនអាចយកទៅធ្វើអ្វីបានខ្លះជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺសូមនាំអារម្មណ៍បងប្អូនមកទស្សនានាងខ្ញុំឆាបាយកកញ៉ាំហើយចុះហេតុអីចាំបាច់និយាយថាបាយកកបើឆាបាយធម្មតាបានទេអីនិយាយមែននាងខ្ញុំឆាបាយម្ដងគឺមិនដែលដាំបាយក្តៅយកទៅឆាទេឆាតែបាយកកឬក៏បាយដែលសល់នឹងឯងហើយឆាបាយភាគច្រើននឹងគឺឆាពេលព្រឹកទៀតតាំងពីធំដឹងក្តីរហូតដល់ប៉ុណ្ណេះចេះឆាបាយមកគឺមិនដែលដាំបាយក្តៅឆាទេហើយក៏មិនដែលឆាពេលថ្ងៃឬក៏ពេលល្ងាចដែរឆាតែពេលព្រឹកព្រលឹមឡើងបើកឆ្នាំងឃើញបាយកកបើចង់ញ៉ាំបាយឆាគឺឆាហ្មងតែបើថាពេលថ្ងៃពេលល្ងាចគឺអត់ដែលសោះហ្មងតែបើសិនជាទិញបាយឆាគេញ៉ាំវិញភាគច្រើនគឺទិញពេលល្ងាចបើមិនអញ្ចឹងទេពេលយប់បងប្អូនដូចនាងខ្ញុំហ្មងគ្រឿងផ្សំសម្រាប់ឆាបាយគឺនាងខ្ញុំប្រើពងទាប្រើសាច់ក្រកការ៉ុតហើយនិងស្លឹកខ្ទឹមការ៉ុតស្លឹកខ្ទឹមអីហ្នឹងគឺយើងយកវាមកចិតសបកលាងទឹកឲ្យបាន 3-4 ទឹកឲ្យជ្រះដីអស់ទៅហើយបាយហ្នឹងគឺនាងខ្ញុំច្បាច់លាយជាមួយនឹងទឹកស៊ីអ៊ីវបាយមុននឹងយើងយកទៅឆានៅពេលដែលយើងច្បាច់ដាក់លាយជាមួយនឹងទឹកស៊ីអ៊ីវអញ្ចឹងទៅធ្វើឲ្យបាយរបស់យើងចូលជាតិពេលឆាទៅវាឆ្ងាញ់ជាងបាយធម្មតាបាយកកនាងខ្ញុំនេះរៀងទន់បន្តិចហើយបើសិនជាបានរឹងជាងនេះគឺល្អឥឡូវបន្ទាប់ពីយើងច្បល់បាយហើយគឺយើងលាងដៃឲ្យស្អាតទៅដើម្បីទៅចិតបន្លែរបស់យើងវិញម្ដងហើយមុននឹងចិតបន្លែរបស់យើងហ្នឹងគឺយើងសគួតក្បិតឲ្យរៀងមុតបន្តិចទៅព្រោះអីការ៉ុតហ្នឹងរៀងរឹងដែរណាហើយក្នុងបាយឆាហ្នឹងគឺនាងខ្ញុំលៃបាន4ចានមួយឆ្នាំងតូចមិញហ្នឹងគឺនាងខ្ញុំឆាតម្រូវ4នាក់អញ្ចឹងនាងខ្ញុំប្រើការ៉ុតនឹង2មើមប្រើសាច់ក្រក1ហើយនឹងពងទា2គ្រាប់និងស្លឹកខ្ទឹមតាមពិតសាច់ក្រកយើងត្រូវដាក់ច្រើនជាងនឹងទៀតតែនាងខ្ញុំរកទិញអត់បានទេទិញបានតែមួយនឹងឯងបើយើងមានសាច់គោឬក៏សាច់ជ្រូកឬក៏ផ្កាដាក់គឺរឹតតែឆ្ងាញ់ទៀតការ៉ុតគឺនាងខ្ញុំហាន់វាតូចបែបហ្នឹងចំណែកឯសាច់ក្រកវិញដោយសារតែវាមានតែមួយអញ្ចឹងនាងខ្ញុំអត់ហាន់វាជាចំណិតទេនាងខ្ញុំហាន់វាដូចជាការ៉ុតហាន់តូចអញ្ចឹងបើសិនជាយើងហាន់ជាចំណិតដល់មើលទៅវាបានតិចអញ្ចឹងយើងធ្វើតាមយើងអត់ទៅយើងមានតែមួយយើងហាន់តូចអញ្ចឹងទៅដល់ពេលយើងច្បល់គឺវាសប់ជាមួយនឹងបាយល្អណាស្លឹកខ្ទឹមគឺនាងខ្ញុំដំគល់វាតិចអញ្ចឹងទៅហើយយើងកាត់កង់ខ្លីៗមកល្មមទុករោយពីលើបាយឆារបស់យើងដើម្បីឲ្យបាយឆារបស់យើងមានក្លិនឈ្ងុយហើយសម្រាប់កាន់តែស្រស់ស្អាតតាមពិតបន្លែដែលយើងដាក់ឆាបាយហ្នឹងគឺយើងអាចប្រើសណ្តែកគួរបន្ថែមយើងប្រើពពួកម្ទេសផ្លោកដែលមានពណ៌លឿងពណ៌ក្រហមពណ៌ខៀវអីហ្នឹងក៏បានដែរតែនាងខ្ញុំរកទិញអត់បានទិញបានតែការ៉ុតដាក់តែការ៉ុតនឹងឯងចំណែកឯខ្ទឹមសនេះគឺនាងខ្ញុំប្រើ 4-5 កំពឹសដំវាបកសបកចេញហើយចិញ្ច្រាំវាឲ្យល្អិតដើម្បីទុកលីងឆាបាយណាបងប្អូនស្ដាប់សលេងនាងខ្ញុំមានអារម្មណ៍ថាប្លែកអនអាកាសធាតុក្តៅត្រជាក់ក្តៅអញ្ចឹងទៅនាងខ្ញុំនេះមួយខែផ្ដាសាយ2ដងអីណោះម្សិលមិញក៏ត្រូវចេញវីដេអូដែរក៏ប៉ុន្តែសំឡេងនឹងនិយាយអត់ឮចឹងហើយបានអត់បានចេញវីដេអូថ្ងៃហ្នឹងរៀងធូរអញ្ចឹងទៅក៏បានធ្វើវីដេអូឡើងវិញមកពីអង្គតករបស់យើងខ្សោយទប់ទល់ជាមួយនឹងបំរែបំរួលអាកាសធាតុអត់ឈ្នះឥឡូវនេះគឺយើងបន្ទាប់ពីរៀបចំគ្រឿងក្រៅហើយនាងខ្ញុំចាប់ផ្ដើមកន្លុកពងទានឹង2គ្រាប់អ្នកខ្លះគឺគេមិនចាំបាច់កន្លុកវាផ្សេងអញ្ចឹងទេគេបំពងខ្ទឹមហើយគេដាក់ពងទានឹងកន្លុកចូលជាមួយហើយគេដាក់ឆាហ្មងតែនាងខ្ញុំគឺអត់ធ្វើអញ្ចឹងទេនាងខ្ញុំលីងពងនឹងឲ្យល្អិតសិនបាទនាងខ្ញុំដាក់បំពងខ្ទឹមឆាបាយតាមក្រោយបាយឆា4ចានហ្នឹងយើងគួរតែប្រើពងទា4គ្រាប់បានវាសមាមាត្រគ្នាក៏ប៉ុន្តែដោយសារតែក្នុងផ្ទះមានតែ2ឥឡូវគ្រឿងក្រៅសម្រាប់ឆាបាយរបស់យើងត្រៀមរួចរាល់ហើយយើងចាប់ផ្ដើមឆាបាយយើងចាក់ខ្លាញ់ចូលក្នុងខ្ទះនឹងមកល្មមទៅហើយទុកវាឲ្យក្តៅនាងខ្ញុំប្រើខ្លាញ់មិនសូវជាច្រើនហ្មងទេព្រោះអីមិនថាសម្លអីក៏ដោយឲ្យតែប្រើខ្លាញ់នាងខ្ញុំអត់សូវចូលចិត្តប្រើខ្លាញ់ច្រើនទេពេលញ៉ាំទៅវាទលាន់អញ្ចឹងបន្ទាប់ពីយើងលីងខ្ទឹមសរបស់យើងឲ្យឡើងឈ្ងុយហើយនាងខ្ញុំដាក់សាច់ក្រកនឹងចូលហើយលីងតទៅរៀងឡើងក្រៀមបន្តិចបាទនាងខ្ញុំចាក់ការ៉ុតចាក់ម្ទេសអីទាំងអស់នឹងចូលក្នុងនឹងទៅហើយយើងលីងវាដើម្បីឲ្យការ៉ុតរបស់យើងនឹងរៀងទ្រមបន្តិចបាយឆានេះគឺនាងខ្ញុំរៀនឆាតាមគេដែរទេនៅពេលដែលនាងខ្ញុំទៅទិញបាយឆាគេញ៉ាំកន្លែងណាដែលនាងខ្ញុំគិតថាឆ្ងាញ់រសជាតិទទួលយកបាននាងខ្ញុំលួចមើលគេថាតើរបៀបឆារបស់គេនឹងមិនគេផ្សំគ្រឿងមិនខ្លះអញ្ចឹងណាពេលដែលនាងខ្ញុំផ្សំគ្រឿងនាងខ្ញុំអត់ដាក់ម្ដងសម្រាប់ទេដូចបងប្អូនឃើញនាងខ្ញុំដួសស្ករម្ដងតិចអត់នាងខ្ញុំគិតថាបាយមួយចាននាងខ្ញុំប្រើស្ករសប៉ុណ្ណឹងអញ្ចឹង4ចាននាងខ្ញុំដាក់វា4ដងបើដាក់ម្ដងសម្រាប់ហ្មងនាងខ្ញុំខ្លាចវាអត់ត្រូវវាចេងក៏ដូចគ្នាដែរហើយរ៉ូឌីហ្នឹងគឺនាងខ្ញុំដាក់វាតែបន្តិចទេអត់ដាក់ច្រើនទេហើយបាយឆានេះនាងខ្ញុំអត់មានប្រើអំបិលប្រើទឹកត្រីអីទេនាងខ្ញុំប្រើតែរ៉ូឌីហើយនឹងទឹកប្រេងខ្យង2ស្លាបព្រាបាយហើយបាយមុនហ្នឹងក៏នាងខ្ញុំបានប្រឡាក់ទឹកស៊ីអ៊ីវខ្លះដែរអញ្ចឹងបើសិនជាសាបចាំយើងថែមរ៉ូឌីឬក៏ទឹកស៊ីអ៊ីវទឹកប្រេងខ្យងតាមក្រោយអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងផ្សំគ្រឿងនឹងចូលលីងការ៉ុតនឹងឲ្យរៀងទ្រមបន្តិចហើយនាងខ្ញុំចាប់ផ្ដើមចាក់បាយរបស់យើងនឹងចូលការផ្សំគ្រឿងចូលបាយអីហ្នឹងគឺនាងខ្ញុំលួចមើលគេអ្នកលក់ថាបាយមួយចានហ្នឹងតើគេត្រូវដាក់ស្ករប៊ីចេងទឹកប្រេងខ្យងប៉ុណ្ណាយើងរៀនតាមគេអញ្ចឹងណាតែបើសិនជាគេប្រើទឹកសុះយើងអត់ដឹងទេព្រោះអត់ដឹង
ទឹកសុសនឹងគេផ្សំឡើងពីអីខ្លះឥឡូវបន្ទាប់ពីនាងខ្ញុំលីងបាយនឹងបានមកស្ទុះហើយនាងខ្ញុំចាប់ផ្ដើមចាក់ពងក្លុកយើងនឹងចូលទៅចាក់ពងក្លុកចូលហើយគឺយើងចាប់ផ្ដើមឆាច្បល់ចូលគ្នាឲ្យសព្វទៅហើយនាងខ្ញុំដូរវេឆាចេញប្រើវេសឡវិញពេលដែលឆាបាយម្ដងគឺនាងខ្ញុំប្រើវេសឡដោយសារតែវាងាយស្រួលនៅក្នុងការបំបែកបាយជាងវេឆាអធិស្ឋានផងបងប្អូនបើសិនជាស្ដាប់សលេងនាងខ្ញុំមានអារម្មណ៍ថាតឹងដូចអូសអាស័យពីច្រាស់ចុងពោះបញ្ចូលយូរទៅកាន់តែយូរទៅហើយនេះដូចតឹងផ្អឺហ្មងនេះបាយឆាគឺនាងខ្ញុំចូលចិត្តរៀងក្រៀមបន្តិចអញ្ចឹងការចំណាយពេលលីងវានឹងក៏រៀងយូរដែរហើយបន្ទាប់ពីយើងត្រឡប់វាឲ្យចូលសពអស់ហើយនាងខ្ញុំបានភ្លក់មើលវារៀងស្ទើប្រៃនាងខ្ញុំក៏ថែមរ៉ូឌីចូលក្នុងនឹងបន្តិចដំបូងនឹងឆានៅមុខផ្ទះទេក៏ប៉ុន្តែដោយសារខ្យល់មកអញ្ចឹងទៅក៏រត់ចូលក្នុងផ្ទះវិញអញ្ចឹងបន្ទាប់ពីនាងខ្ញុំលីងបាយឆានឹងរៀងក្រៀមល្មមហើយបាននាងខ្ញុំចាប់ផ្ដើមរោយស្លឹកខ្ទឹមនឹងចូលទៅហើយយើងក៏ច្បល់ចូលឲ្យវាសព្វឈ្ងុយល្អពេញបាយឆារបស់យើងហ្នឹងណាបាយឆាបើសិនជាបានរឹងជាងនេះគឺយើងឆាបាយទៅល្អប៉ុន្តែដោយសារតែអ្នកផ្ទះនាងខ្ញុំនឹងក៏ចូលចិត្តញ៉ាំបាយទុនអញ្ចឹងបាយកកដែលនៅក៏វារៀងទុនដែរដល់ពេលយើងយកមកឆាវារៀងល្មូលប៉ុន្តែវាមិនបាយក្របបាយទេព្រោះនាងខ្ញុំព្យាយាមធ្វើមិនកុំឲ្យបាយក្របបាយណាឥឡូវបាយឆារបស់យើងគឺបានដួសដាក់ចានហើយតំណងឯងបងប្អូនហើយពេលញ៉ាំហ្នឹងគឺយើងមិនមែនញ៉ាំតែបាយឆាណាដោយសារតែនៅក្នុងផ្ទះហ្នឹងគឺនៅជ្រក់តសក់នេះគឺយើងយកមករីគ្រឿងថែមដើម្បីឲ្យកាន់តែមានរសជាតិឆ្ងាញ់គឺយើងថែមខ្ទឹមសអញ្ច្រាំចូលបន្តិចម្ទេសបន្តិចប៊ីចេងស្ករមកមុខបន្តិចទៅហើយយើងក៏ច្បល់វាដើម្បីឲ្យចូលជាតិល្អនិយាយទៅមិនថាបាយឆាមីឆាឬក៏មីស្រស់អីទេនៅពេលដែលយើងបានញ៉ាំជាមួយនឹងរបស់ជូរជ្រក់អីអញ្ចឹងគឺរឹតតែឆ្ងាញ់ពេលកំពុងលាយជ្រក់ហ្នឹងក៏ស្រាប់តែដាក់ភ្នែកឃើញអ្នកលក់សង្វាក់ក៏ហៅទិញសង្វាក់ថែម10សង្វាក់ទៀត15,000បាយឆាថ្ងៃហ្នឹងនិយាយពីថាឆ្ងាញ់មានជ្រក់មានសង្វាក់អញ្ចឹងទៀតរសជាតិអេមហ្មងវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណសម្រាប់ការចំណាយពេលទស្សនាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ